ខ្ញុំបាទឈ្មោះខេងរិនជាមន្ត្រីកសិកម្មប្រចាំនៅឃុំកំពង់ស្វាយស្រុកកំពង់ស្វាយខេត្តកំពង់ធំនៅថ្ងៃនេះដែរខ្ញុំបាទមន្ត្រីកសិកម្មឃុំនិងក្រុមការងារបានចូលរួមសហការជាមួយនឹងមន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិងអតុភិបាលនៃមន្ត្រីកសិកម្មកៅម៉ាញ់និងនេសាទខេត្តកំពង់ធំបានចុះរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោក្របីជូនកសិករដែលឥតគិតថ្លៃស្ថិតនៅក្នុងភូមិព្រីព្រះឃុំកំពង់ស្វាយស្រុកកំពង់ស្វាយខេត្តកំពង់ធំនៅក្នុងថ្ងៃនេះដែរខ្ញុំបាទសង្កេតឃើញថាអង្គភូមិវិជាកសិករគាត់ពិតជាបានយល់ដឹងពីសារៈប្រយោជន៍នៃការចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោក្របីដោយគាត់បានចូលរួមសហការដឹកគោក្របីសត្វចិញ្ចឹមរបស់គាត់មកធ្វើវ៉ាក់សាំងនៅទីនេះរួមដែលជាកន្លែងធ្វើវ៉ាក់សាំងមកកន្លែងធ្វើទៅជាដែរថាសារៈប្រយោជន៍នៃការធ្វើវ៉ាក់សាំងការពារជំងឺសាទឹកគោក្របីវាទី1ការពារជំងឺសាទឹកនិងកាត់បន្ថយអត្រាងាប់សត្វទី2ជួយឲ្យគោក្របីមានសុខភាពល្អនិងលូតលាស់បានល្អប្រសើរកាត់បន្ថយលើការចំណាយលើការព្យាបាលនិងការថែទាំជំងឺការពារការឆ្លងរាលដាលនៃសត្វឈឺទៅកាន់សត្វដទៃទៀតក្នុងហ្វូងបង្កើនផលិតភាពក្នុងការចិញ្ចឹមចុងក្រោយខ្ញុំបានសូមអរគុណដល់មន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិងអតុភិបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់នេសាទខេត្តកំពង់ធំអាជ្ញាធរមូលដ្ឋានជួនដំណាក់មេភូមិពេទ្យសត្វភូមិមន្ត្រីកសិកម្មឃុំក្រុមការងារនិងបងប្អូនប្រជាកសិករទាំងអស់ដែលចូលរួមសហការក្នុងថ្ងៃនេះមួយទៀតសំខាន់គឺសូមឲ្យបងប្អូនប្រជាកសិករមេត្តាជួយផ្សព្វផ្សាយបន្តពីសារៈប្រយោជន៍នៃការធ្វើវ៉ាក់សាំងការពារជំងឺសាទឹកគោក្របីនៅពេលក្រោយនិងផ្សព្វផ្សាយឲ្យបានដល់កសិករផ្សេងទៀតបានយល់ដឹងទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា